Muhammad Ali គឺជាអ្នកប្រដាល់ទម្ងន់ធ្ងន់បំផុតនៅក្នុងប្រវត្តិសាស្ត្រប្រដាល់សកលប៉ុន្តែអ្នកទាំងអស់គ្នាមានដឹងអត់ថាមូលហេតុអ្វីដែលធ្វើឲ្យ Muhammad Ali គាត់ចាប់ផ្ដើមហាត់ប្រដាល់ត្រឡប់ទៅឆ្នាំ 1954 នៅក្នុងកិច្ចសន្ទនាមួយពិធីករបានសួរលោកថាហេតុអ្វីបានជាលោកចាប់ផ្ដើមនៅការហាត់ប្រដាល់ក្មេង12ឆ្នាំម្នាក់បានទទួលកង់ពីឪពុករបស់គាត់ជាកាដូនៅក្នុងថ្ងៃបុណ្យណូអែលមិនបានប៉ុន្មានថ្ងៃផងកង់របស់គាត់នោះក៏ត្រូវបានគេលួចភ្លាមនោះគាត់ក៏ប្រញាប់ទៅប៉ុស្តិ៍ប៉ូលីសរួចក៏យំឲ្យស្រែកឮថាគាត់នឹងប្រដៅឲ្យដឹងដៃម្ដងទៅលើអ្នកដែលបានលួចកង់របស់គាត់បើសិនជាគាត់ចាប់បានលោកប៉ូលីសដែលធ្លាប់ជាអតីតគ្រូបង្វឹកប្រដាល់សកលឬហើយក៏សោករួចនិយាយទៅកាន់កុមារាអាលីថាឯងគួរតែរៀនពីរបៀបវាយគេជាមុនសិនហើយនេះក៏ជាចំណុចចាប់ផ្ដើមនៃការធ្វើជាអ្នកប្រដាល់សកលអាជីពរបស់ Muhammad Ali ក្នុងអាជីពជាអ្នកប្រដាល់គាត់បានគ្រប់គ្រងជើងឯកទម្ងន់ធ្ងន់ heavyweight ចំនួន3ដងប្រវត្តិប្រកួតរបស់គាត់ឈ្នះ56ដងចាញ់5ដងនិងផ្ដួលដៃគូឲ្យសន្លប់ចំនួន37ដងបន្ទាប់ពីអង្រួនសៃវៀនប្រដាល់ពិភពលោកជា2ទសវត្សរ៍មកគាត់ក៏សម្រេចចិត្តចូលនិវត្តន៍នៅថ្ងៃទី11ធ្នូឆ្នាំ 1981 នៅក្នុងអាយុ39ឆ្នាំបន្ទាប់ពីចាញ់ការប្រកួតចុងក្រោយរបស់គាត់ជាមួយនឹង Trevor Berbick ចង់បញ្ចប់នៃសាច់រឿងរបស់គាត់បានធ្វើឲ្យយើងដឹងថាពេលខ្លះការបាត់បង់របស់តូចមួយអាចឲ្យយើងរកឃើញនៅជោគវាសនាដ៏ពិតប្រាកដរបស់អ្នកកុំភ្លេច follow បើសិនជាអ្នកទាំងអស់គ្នាចង់ស្ដាប់ប្រវត្តិរបស់កីឡាករប្រដាល់សកលផ្សេងទៀតអរគុណ All of you, I know you got him picked, but the man's in trouble. I'm gonna show you how great I am.